មានបងម្នាក់គាត់សួរខ្ញុំថាដឹងតែ YouTube បានលុយច្រើនជាង Facebook ហើយប៉ុន្តែ YouTube view វាឡើងយឺតមិនងាយគេឃើញវីដេអូយើងដូចក្នុង Facebook ទេហើយគាត់និយាយទៀតថាវីដេអូរបស់ខ្ញុំប្រហែលនៅក្នុង Facebook មួយថ្ងៃបាន 100k ទៅ 200k ណោះប៉ុន្តែពេលយកទៅផុសក្នុង YouTube 5ថ្ងៃរកមួយ view អត់បានផងហ្នឹងហើយបងអាហ្នឹងខ្ញុំទទួលស្គាល់ការពិតហ្មងបងនិយាយទៅសម្រាប់ YouTube នេះមួយបងប្អូនគឺតលតាអ្នកនឹងគាត់ចង់មើលរបៀបវីដេអូនឹងខ្លាំងណាស់ហើយអារម្មណ៍របស់គាត់ពេលដែលគាត់ចុចចូល YouTube តលតាវីដេអូនឹងគឺជាប្រភេទវីដេអូដែលគាត់ចង់មើលផ្ដេកអញ្ចឹងគឺគាត់កលេចនឹកឃើញថាចង់មើលវីដេអូផ្ដេកចង់មើលរឿងចង់មើលរបៀបបោះតង់អីផ្សេងផ្ដេកគឺគាត់ចុច YouTube ហើយប៉ុន្តែបើសិនគាត់ចង់មើលអីលឿនគឺគាត់ចុច Facebook មើល Facebook ហើយអញ្ចឹងណាអា Facebook ហ្នឹងយើងគ្រាន់តែចុចពឹបអូសមកគឺវាឃើញហើយវីដេអូរបស់យើងវាលឿនតែ YouTube តលតាអារម្មណ៍របស់គាត់មានអារម្មណ៍ថាអបសុកខ្លាំងណាស់ចង់បើករឿងឲ្យយើងមើលរបៀបវីដេអូផ្ដេកមើលវីដេអូរឿងចិនឬមួយក៏បោះតង់ឬមួយក៏អីផ្សេងគឺគាត់ដាក់វីដេអូផ្ដេកមើលហើយអញ្ចឹងអាកន្លែងចំណុចហ្នឹងខ្ញុំទទួលស្គាល់ក៏ប៉ុន្តែបងឯងដឹងយ៉ាងម៉េចអត់ YouTube វាបានលុយច្រើនជាង Facebook វាស្រួលរក view មែនវាមានអ្នកមើលច្រើនមែនមួយថ្ងៃយើងផុសបាន 100k 200k view មែនប៉ុន្តែបើសិនជាយើងដាក់រលុយវិញគឺថាតិចមែនទែនបានលុយតិចមែនទែនបើសិនជា 100k ទៅ 200k លុយបានតែ$3 $4ទៅ$5ទេបងប្អូនបាទប៉ុន្តែបើក្នុង YouTube វិញឥឡូវខ្ញុំឲ្យមើលចាក់ស្ដែងបងប្អូនបាទខ្ញុំឲ្យមើលចាក់ស្ដែងមកនេះ YouTube របស់ខ្ញុំនេះវីដេអូមួយនេះបងប្អូនបាទវីដេអូមួយនេះ10នាទីបងប្អូននេះ10នាទីណាចាំមើលយើងមើល10នាទីអ្នកមើលខ្ញុំ 139k លុយ$23ឃើញអត់បងប្អូន$23ប៉ុន្តែអារបៀបអញ្ចឹងបើសិនជានៅក្នុង Facebook វិញបងប្អូនដឹងយ៉ាងម៉េចអត់នៅក្នុង Facebook វិញ 130k ដូចគ្នាបានតែ$3ទេអញ្ចឹងវាខុសគ្នាឆ្ងាយណាហើយអានេះ$23ហើយវីដេអូរបស់ខ្ញុំ10នាទីទៀតនេះឃើញទេ10នាទីទៀតអញ្ចឹងវាបានច្រើនណាបងប្អូនបាទឥឡូវយើងមើលអាកន្លែងទៅនេះកន្លែងនេះឃើញអត់អ្នកមើលខ្ញុំ139.7k ហើយលុយនេះឃើញទេអត់កុហកបងប្អូនទេវាពិបាករក view មែនក៏ប៉ុន្តែមួយគឺបានលុយខ្លឹមហ្មងបងប្អូនតែផ្ទុះវីដេអូមួយគឺបានលុយខ្លឹមហ្មងនេះឥឡូវយើងចុចមើលនេះវីដេអូហ្នឹងបងប្អូនអូខេកូនច្រឡំថាកូនកំងអញបងកូនកំងមិនបងងាកកចេញចឹងបើចឹងខ្ញុំផុសអត់ស្អាតទេណាឃើញអត់បងប្អូន 139k ហើយលុយ23រៀលកប់សេរីអញ្ចឹងវីដេអូនៅក្នុង YouTube វាមិនងាយរក view ទេប៉ុន្តែបើសិនជាបាន view 100k អីហើយគឺថាលុយហើយលុយសុទ្ធហើយបើ Facebook វិញគឺថាពិបាកបន្តិចហ្នឹងហើយអញ្ចឹងខ្ញុំមានតែ recommend ឲ្យបងដែលគាត់ comment ហ្នឹងក៏ដូចជាបងប្អូនទាំងអស់គ្នាគាត់យល់ថាចេះបើសិនជាគាត់ធ្វើវីដេអូគោលដៅរបស់គាត់បង្ហោះនៅលើ Facebook ឲ្យគាត់បង្ហោះចោះប៉ុន្តែបើយើងសល់វីដេអូហ្នឹងយើងយកទៅរៀបឲ្យស្អាតយើងយកទៅបង្ហោះឲ្យស្អាតយកបង្ហោះដាក់ចោលនៅក្នុង TikTok ដាក់ក្នុង YouTube ទៅអនាគតពេលដែលវីដេអូហ្នឹងយូរទៅគឺគេនឹងមើលឃើញហើយ YouTube វានឹងរុញហើយមួយទៀតនោះបើសិនជាបងចង់ឲ្យមានគេមើលច្រើននៅក្នុង YouTube គឺបងត្រូវតែចេះធ្វើ thumbnail ឲ្យស្អាតបាទដូច thumbnail ហ្នឹងគឺអារបៀបវីដេអូគេចុចមើលដំបូងអញ្ចឹងណាបងប្អូនបាទចាំមើលខ្ញុំបើកឲ្យមើលចាំមើលណា thumbnail ហ្នឹងគឺវីដេអូគេចុចមើលដំបូងនេះដូចវីដេអូមួយនេះអញ្ចឹងបងប្អូនមើលនេះចាំមើលនេះវីដេអូនេះទៅដណ្ដឹងកូនស្រីគេចាំមើលអ្នកមើលហ្មងអ្នកមើលកន្លះលានបាទ 500k ប៉ុន្តែលុយ$44ឃើញអត់លុយសុទ្ធហ្មង YouTube អត់មានមកកុហកបងប្អូនទេហើយឥឡូវយើងចុចមើលនេះ thumbnail ឃើញទេបងប្អូនយើងត្រូវចេះធ្វើ thumbnail ឲ្យស្អាតឲ្យតាក់ទាញអញ្ចឹងទៅពេលដែលគេអូស YouTube មើលទៅគឺគេចុចមើលរបស់យើងហើយនេះលុយឲ្យឃើញទេបងប្អូនបាទកន្លះលានហើយនេះលុយឃើញអត់អញ្ចឹងយើងចុចមើលនេះសំខាន់ណារឿង thumbnail ហ្នឹងហ្មងឃើញអត់ឃើញពាណិជ្ជកម្មអញ្ចឹងគឺលុយសុទ្ធចូលរបស់យើងហើយឃើញអត់Describe your app idea to hosting your ហ្នឹងហើយអញ្ចឹងយើងចុច skip នេះមួយមកគឺលុយសុទ្ធហើយឃើញអត់និយាយទៅបងប្អូនកុំទុកវីដេអូនឹងចោលបើបងប្អូនធ្វើដាក់ក្នុង Facebook ហើយបើសល់វីដេអូនឹងយកទៅ upload ក្នុង YouTube ហើយត្រូវចេះធ្វើ thumbnail ឲ្យស្អាតដូច thumbnail របស់ខ្ញុំអញ្ចឹងនេះ thumbnail របស់ខ្ញុំពេលខ្ញុំធ្វើហើយខ្ញុំដាក់ចូលទៅក្នុងនេះរបស់ខ្ញុំឃើញអត់បងប្អូននេះ thumbnail ចាំមើលខ្ញុំឲ្យមើលដូច thumbnail នេះឃើញអត់យើងចេះបរិច thumbnail ឲ្យធ្វើមិនឲ្យគេតាក់ទាញអញ្ចឹងណាឃើញទេ thumbnail ចាំមើលផ្សេងទៀតអូខេចាំមើលផ្សេងទៀតសុទ្ធតែ thumbnail ខ្ញុំសម្រាប់ដាក់ YouTube ទាំងអស់អញ្ចឹងពេលដែលគេចុចមើល YouTube របស់យើងគឺគេចាប់អារម្មណ៍ហើយនេះគេឆ្ងល់ថាមិនបានយើងចុះររយមកមើលស្រីស្អាតចឹងហើយមិនបានបងអ៊ីវ៉ាតមានអ្នកលើកចឹងគេអត់វាទៅគេចាប់អារម្មណ៍ចឹងណាចឹងបងប្អូនត្រូវយល់អាចំណុចហ្នឹងដែរគឺការធ្វើ thumbnail ហ្នឹងគឺសំខាន់ណាស់ដើម្បីឲ្យមានអ្នកមើលនៅក្នុង YouTube
ហ្នឹងហើយអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងហើយខ្ញុំនៅតែ recommend ដែរថាឲ្យបងប្អូនយើងបរហោះក្នុង Facebook សល់វីដេអូពី Facebook ហ្នឹងយកមកបរហោះ TikTok ចោលទៅគីឡូថ្ងៃទៅមុខប្រទេសយើងបើកឲ្យ TikTok រលុយហើយយើងដាក់ក្នុង YouTube យើងត្រូវចេះរៀប thumbnail ពីមុខនឹងឲ្យស្អាតឲ្យតាក់ទាញទៅគឺគេចុចមើលហើយកុំបោះបង់វាព្រោះ YouTube បានលុយថ្លៃណាបងប្អូនហ្នឹងហើយវីដេអូយើងមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនបើគិតថាវីដេអូមួយនេះចំណេញកុំភ្លេច share ម្នាក់មួយផង